គ្រាន់តែជាអារម្មណ៍ធម្មតារបស់មនុស្សលីម៉ឹងហ៊ានសួរក៏ប្រសើរជាងលាក់ទុកក្នុងចិត្តចុះលោកគិតថានឹងសម្រាលទុកពួកគេយ៉ាងណាសម្រាលមិនបានទេមានតែវិធីមួយគត់ដើម្បីឲ្យចិត្តទីហ៊ាននឹងណូគឺចេញច្បាំងបើឈ្នះពួកគេនឹងជឿជាក់លើប្រពន្ធលោកមេតបខ្ញុំនៅទីណាក្រោយភូមិអ៊ូឈុនថយទៅទីឆ្នេរសមុទ្រខ្ញុំតាមដានមកតាមផ្លូវចម្ងាយប្រហែល80លីពីទីនេះមិនទាន់មានសញ្ញាទៅទីខាងជើងទេបញ្ជាតបទាំង3ឲ្យរៀបចំភ្លាមតាមបាយម៉ោង4ហើយតបចេញម៉ោង5គោដៅទៅទីនីងហៃពេលឆ្លងកាត់ភូមិនោះឲ្យកងទ័ពទាំងមូលជុកសិនមើលឲ្យឃើញនឹងភ្នែកថាពួកចៅសមុទ្រធ្វើអ្វីខ្លះទើបតែទទួលបានរបាយការណ៍សិតយកមិញពួកចៅសមុទ្របានសម្លាប់រង្គាលភូមិមួយទៀតមនុស្សជាង300នាក់មានទាំងចាស់ជរាស្ត្រីនិងកុមារមិនដល់100លីពីទីនេះពួកឯងទើបតែសួរខ្ញុំថាតើអ្នកណានឹងចិញ្ចឹមប្រពន្ធកូនអ្នកខ្ញុំប្រាប់ឲ្យដឹងចុះបើពួកចៅសមុទ្រមកដល់បើពួកឯងមិនការពារនៅពីមុខជោគវាសនារបស់ពួកគេក៏ជាជោគវាសនារបស់ប្រពន្ធកូនពួកឯងដែរភូមិនោះមានអ្នកណាសរសេរយន្តការពីចិត្តទេមានតែពួកគេគ្មានដាវគ្មានក្បាច់គុណហើយក៏គ្មានពួកឯងដែរឥឡូវនេះពួកគេស្លាប់អស់ហើយចុះពួកឯងវិញពួកឯងមានដាវមានក្បាច់គុណមានបងប្អូនឈរនៅក្បែរតែថ្ងៃនេះនៅទីលានពួកឯងបែរជាភ័យខ្លាចស្ទាក់ស្ទើរនឹងឆ្លោះគ្នាទៅវិញពួកឯងខ្លាចអ្វីខ្លាចស្លាប់មែនទេស្លាប់មានអ្វីគួរឲ្យខ្លាចអ្វីដែលគួរឲ្យខ្លាចគឺការលុតជង្គង់ក្បាលនៅនឹងដីដូចពួកគេខំក្បាលដល់ហូរឈាមតែដាវពួកចៅសមុទ្រនៅតែធ្លាក់មកដដែលស្អែកនេះភ្លឺឡើងកងទ័ពនឹងចេញដំណើរខ្ញុំនឹងនាំពួកឯងឆ្លងកាត់ភូមិនោះពួកឯងទៅមើលនឹងភ្នែកខ្លួនឯងមើលថាពួកចៅសមុទ្រធ្វើអ្វីខ្លះដល់ប្រជាជនមើលរួចហើយបើនៅមានអ្នកណាចង់ទៅខ្ញុំជីជីគួងនឹងបើកទ្វារឲ្យផ្ទាល់ហើយជូនថ្លៃធ្វើដំណើរតែបើអ្នកណាចង់នៅបន្តត្រូវវឹកហាត់ក្បាច់គុណឲ្យដល់ឆ្អឹងឲ្យខ្ញុំដើម្បីឈ្មោះដែលចាលើដើមទ្រូងពួកឯងដើម្បីកុំឲ្យម្ដាយប្រពន្ធនិងកូនខ្លួនឯងត្រូវលុតជង្គង់ក្បាលចំពោះមុខពួកចៅសមុទ្រឲ្យពួកគេទៅឃើញភូមិនោះដោយផ្ទាល់ឲ្យពួកគេឃើញថាពួកចៅសមុទ្រមិនមែនជាមនុស្សមានចិត្តមេត្តារឿងនេះមានប្រសិទ្ធភាពជាងខ្ញុំនិយាយរាប់ម៉ឺនពាក្យទៅទៀតសៀវស៊ីចេញដំណើរក្លិនអ្វីហ្នឹងខ្ញុំក៏បានក្លិនដែរមានរឿងអ្វីកើតអ្វីឡើងហេគាត់មិនមែនជាអ្នកល្អបំផុតទេពួកឯងមើលឃើញច្បាស់ហើយឬនៅនេះហើយជាមូលហេតុដែលយើងត្រូវច្បាំងមិនមែនដើម្បីរាជវាំងមិនមែនដើម្បីមន្ត្រីទេគឺដើម្បីពួកគេដីនេះពោពេញដោយឈាមញាតិមិត្តពោពេញដោយកំហឹងរបស់ប្រជាជនភាពគុំគួនបែបនេះមិនសងសឹកបានដោយរបៀបណាសងសឹកជាតិគ្រូប្រព្រឹត្តខ្លួនសងសឹកជាតិគ្រូប្រព្រឹត្តខ្លួនសងសឹកជាតិគ្រូប្រព្រឹត្តខ្លួនមេតបចាប់ពីថ្ងៃស្អែកទៅមិនបាច់លោកជំរុញទេចិត្តរបស់ពួកគេគឺបានចាក់ដោះ
ទៀបចុះដាវចោលសមុទ្រកាប់ពីលើមកក្រោមទៀបចុះកាន់ដាវត្រូវទៀបចុះមួយកណ្ដាប់ដៃទើបការរងដាវមិនធ្ងន់កុំស្ទាក់ស្ទើរពេលវីតុបវិញតែឯងស្ទាក់ស្ទើរ1 វិនាទីបងប្អូនដែលកាន់ដាវនៅពីមុខឯងនឹងត្រូវដាវមួយកាំបិត